សាទីប្រាំព្រះតាមពុនប្រតាពុនគុលានីព្រះអង្គព្រះដូចជាសារថៃដល់ចំណាំរីឯព្រះធម៌ថ្លៃឧបមាដូចជាច្បាំអបាយជាគ្រឿងចាំបងវត្តអាជានៃព្រះសង្ឃដល់តោភាព្រៀបដូចជាអាជានៃវង្ហៈលោកប្របីអាចលៃប្រាតំចិនជាបឋមសូមនមស្ការគុណកៅទាំង3ដោយសេចក្តីគោរពជ្រះថ្លាសពការទាំងពួងសូមស្វាគមន៍មកកាន់ការសិក្សាមេរៀនព្រះធម៌ព្រះអភិធម្មរបស់យើងជាបន្តថ្ងៃនេះខ្ញុំកណ្ណាអាត្មានឹងបញ្ចប់អកុសលចិត្ត12ដោយសង្ខេបរយៈកាលកន្លងមកបានឈានចូលអកុសលកម្មបទ10មួយរយៈបានជាត្រូវឈានចូលអកុសលកម្មបទ10ពីព្រោះអកុសលកម្មបទ10ជាដើមនេះបើមិនយល់អភិធម្មទេគឺវិនិច្ឆ័យមិនច្បាស់ទេហើយការឈានចូលរយៈកាលកន្លងមកនេះក៏មិនតាន់ចប់សពគ្រប់ពិស្ដារសពគ្រប់នៅឡើយពីព្រោះធម៌នីមួយៗតែមានជំរឿប៉ុន្តែយើងបានទុនពីអភិធម្មមកយើងចូលមកវិនិច្ឆ័យគឺអាចភ្លឺជាងមុនហើយបើអាចចេះទាំង3បរិឆេទគឺពាក់ព័ន្ធនឹងចិត្តចេតសិករូបរឹតតែច្បាស់នៅក្នុងសិលនៅក្នុងកម្មបទនឹងទៀតនៅក្នុងអកុសលចិត្ត12ដួងនោះមានការបែងចែកជា3ក្រុមគឺជាលោភមូលចិត្ត8ទោសមូលចិត្ត2ហើយនឹងមោហមូលចិត្ត2ហើយថ្ងៃនេះខ្ញុំកណ្ណាអាត្មាគ្រាន់តែសរុបបញ្ចប់ដោយលើកយកសង្ឃហគាថាសង្ឃហគាថាមានន័យថាគាថាសម្រាប់រួបរួមបញ្ចូលគ្នាដូចថាមានប្រមាណសរុបមកមានប្រមាណហៅថាសង្ឃហៈមានជាបាលីថាអដ្ឋធាលោភមូលានិទោសមូលានិចទ្វិធាមោហមូលានិចទ្វេតិទ្វេតសាកុសលាសយុងប្រែថាអកុសលចិត្ត12គឺលោភមូលចិត្ត8ទោសមូលចិត្ត2មោហមូលចិត្ត2យើងមើលបល័យណាប្រែចេញពីតាណាបន្តិចមើលទាំងអស់គ្នាទ្វេតសាកុសលានេះប្រែចេញជាអកុសលចិត្ត12មកពីពាក្យថាទ្វេតសៈប្រែថា12ហើយនៅក្នុងចន្លោះសានិងកុហ្នឹងគឺអកុកន្លែងហ្នឹងបទសន្ធិតជាប់គ្នាទៅជាសាកុសលាទៅជាអកុសលាទ្វេតសៈនិងអកុសលាអកុសលចិត្ត12គឺលោភមូលចិត្ត8នេះលោភមូលានេះអដ្ឋធានឹងមាន8ប្រការហើយតោសមូលានេះគឺតោសមូលចិត្តទ្វិធានេះគឺ2ទ្វេតោច្រើនណាបល័យបានច្រើនយ៉ាងហើយមោហមូលានេះគឺមោហមូលចិត្តទ្វេហ្នឹង2ដែរចឹងនៅក្នុងអកុសលទាំងអស់បាបទាំងអស់អាក្រក់ទាំងអស់ដោយកាយវិចារចិត្តទាំងអស់ហ្នឹងគឺប្រសូតចេញពីអកុសលចិត្ត12ហ្នឹងចឹងហើយបានមេក្បួនរបស់វាគឺនៅក្នុងអភិធម្មនឹងឯងចឹងបានជាខ្ញុំកណ្ណាអាត្មាចេះតែវិនិច្ឆ័យបានរាល់សំណួររបស់ដែលបរិស័ទលើកឡើងមកថាមានទោសមានកំហុសឬក៏ប្រព្រឹត្តទៅជាកុសលឬអត់ហ្នឹងគឺមកពីចេះមេក្បួនរបស់វាហ្នឹងអញ្ចឹងសិក្សាមេក្បួនរបស់វាឲ្យច្បាស់មេបាបហ្នឹងមេបាបនិយាយដោយចិត្តមាន12និយាយដោយ
root នៃបាបមែនតើហ្នឹងគឺមូលនៃបាបមាន3គឺលោភៈទោសៈមោហៈនឹងឯងដូច្នេះមេរៀនព្រះអភិធម្មរបស់យើងដែលស្ដីអំពីអកុសលចិត្ត12សន្មតថាចប់តែប៉ុណ្ណេះហើយវគ្គបន្ទាប់យើងនឹងរៀនអំពីអហេតុកៈចិត្ត18ហើយនឹងកិច្ចរបស់ចិត្ត14ប៉ុន្តែមុននឹងបញ្ចប់ខ្ញុំកណ្ណាអាត្មាសូមសួរសារឡើងវិញប៉ុន្តែមិនលំបាកសម្រាប់អ្នកសិក្សាទេខ្ញុំណាអាត្មានឹងសួរហើយនឹងឲ្យចម្លើយដោយខ្លួនឯងប៉ុន្តែក្នុងអំឡុងពេលដែលខ្ញុំកណ្ណាអាត្មាសួរហ្នឹងកណ្ណាញាតិញោមអ្នកសិក្សាត្រូវគិតចម្លើយក្នុងចិត្តរបស់ខ្លួនឯងឆ្លើយក្នុងពោះឬក៏ឆ្លើយឲ្យលឺចេញមកការឆ្លើយមានប្រយោជន៍សំខាន់គឺងាយចាំហើយនឹងយល់ជាងការដែលយើងអានខ្លួនឯងដូច្នេះជាសំណូមពរសូមឲ្យកណ្ណាញាតិញោមស្ដាប់បណ្ដាហើយនឹងឆ្លើយមុនខ្ញុំកណ្ណាអាត្មាមកឲ្យខ្ញុំកណ្ណាអាត្មាឲ្យសំណួរនិងចម្លើយហើយក៏បីឆ្លើយមុនទោះជាខុសក៏មិនអីដែរហើយយើងនឹងដឹងថានៅរាល់សំណួរដែលយើងឆ្លើយហ្នឹងយើងខុសប្រមាណត្រូវប្រមាណឡើងទៅលើកទី1ហើយយើងអាចសង្កេតពិនិត្យហើយទៀងទាត់ចម្លើយរបស់យើងជឿទៅនឹងសំណួរនិងចម្លើយរបស់ខ្ញុំកណ្ណាអាត្មាដែលឲ្យទៅយើងអាចធ្វើលើកទី2លើកទី2លើកទី3លើកទី4ទោះលើកទីប្រមាណក៏ដោយធ្វើរហូតដល់អាចឆ្លើយមុនខ្ញុំកណ្ណាអាត្មាត្រូវទាំងអស់អានឹង complete មកប៉ុន្តែបងខុសអត់បញ្ហាលើចាប់ផ្ដើមតើបរមត្តធម៌ទាំងអស់បើសរុបមកមានប៉ុន្មានមាន4តើ4នោះគឺអ្វីខ្លះគឺចិត្តបរមត្ត1ចេតសិកបរមត្ត1រូបបរមត្ត1និងនិព្វានបរមត្ត1តើនៅក្នុងចិត្តបរមត្តដោយសង្ខេបមានចិត្តប៉ុន្មានដួងមាន89ដួងបើនិយាយដល់ពឹស្ដាមានប៉ុន្មានដួងមាន121ដួងនៅក្នុងចិត្តបរមត្តបើចែកជាប្រភេទមានប៉ុន្មានប្រភេទនៃចិត្តចែកជាប្រភេទធំមាន4តើ4នោះគឺអ្វីខ្លះទី1កាមាវចរៈចិត្តមាន54ដួងរូបាវចរៈចិត្តមាន15ដួងអរូបាវចរៈចិត្តមាន12ដួងលោកុត្តរៈចិត្តមាន8ដួងដោយសង្ខេបបើដោយពឹស្ដាមាន40ដួងនៅក្នុងកាមាវចរៈចិត្ត54ដួងចែកជាប្រភេទធំមានប៉ុន្មានមាន2ប្រភេទគឺអសោបនៈចិត្ត30ដួងនិងកាមាវចរៈសោបនៈចិត្ត24នៅក្នុងអសោបនៈចិត្ត30ចែកជាប្រភេទធំមាន2ប្រភេទគឺអកុសលចិត្ត12និងអហេតុកៈចិត្ត18នៅក្នុងអកុសលចិត្ត12ចែកជាប៉ុន្មានប្រភេទទៀតជាប៉ុន្មានក្រុមទៀតមាន3ប្រភេទគឺ3ក្រុមគឺលោភៈមូលចិត្ត8ដួងទោសៈមូលចិត្ត2ដួងនិងមោហៈមូលចិត្ត2ដួងនៅក្នុងលោភៈមូលចិត្ត8ដួង
តើលោភៈមូលចិត្តប៉ុន្មានដួងដែលប្រកបជាមួយមិច្ឆាទិដ្ឋិមាន4ដួងតើ4ដួងនោះមានឈ្មោះថាទិដ្ឋិកតសម្ពយុត្តឬទិដ្ឋិកតវិបយុត្តគឺទិដ្ឋិកតសម្ពយុត្តតើដួងទីប៉ុន្មានខ្លះដែលប្រកបដោយមិច្ឆាទិដ្ឋិគឺទី1ទី2ទី5ទី6តើនៅក្នុងលោភមូលចិត្ត8ដួងមានប៉ុន្មានដួងដែលប្រាសចាកមិច្ឆាទិដ្ឋិតើចិត្តដែលប្រាសចាកមិច្ឆាទិដ្ឋិនោះមានឈ្មោះថាទិដ្ឋិកតសម្ពយុត្តឬក៏ទិដ្ឋិកតវិបយុត្តគឺចិត្តដែលមានឈ្មោះថាទិដ្ឋិកតវិបយុត្តតើដួងទីប្រមាណខ្លះគឺទី3ទី4ទី7ទី8នៅក្នុងលោភមូលចិត្ត8ដួងតើមានប៉ុន្មានដួងប្រកបដោយឬក៏ប្រព្រឹត្តទៅជាមួយភាពរីករាយជាសោមនស្សវេទនាមាន4ដួងដួងទីប្រមាណខ្លះទី1ទី2ទី5ទី6អញ្ចឹងបើយើងរកឃើញសោមនស្ស4ហើយតើប៉ុន្មានដួងដែលប្រកបដោយឧបេក្ខាវេទនាប្រព្រឹត្តទៅជាឧបេក្ខាវេទនា4ដួងដែរគឺដួងណាខ្លះទី3ទី4ទី7ទី8នៅក្នុងលោភមូលចិត្ត8ដួងតើមានប៉ុន្មានដួងដែលជាអសង្ខារិកៈមានកម្លាំងខ្លាំងអសង្ខារិកៈហ្នឹងមាន4ដួងដួងទីប៉ុន្មានខ្លះទី1ទី3ទី5ទី7ចុះដួងទីប្រមាណខ្លះជាសសង្ខារិកៈមានកម្លាំងខ្សោយទី2ទី4ទី6ទី8អញ្ចឹងចំនួនសេសអសង្ខារិកៈចំនួនគូជាសសង្ខារិកៈនៅក្នុងលោភៈមូលចិត្ត8ដួងមានវេទនាប៉ុន្មានប្រភេទនៃវេទនាប៉ុន្មានមានឥឡូវចម្លើយមាន2មានវេទនា8មានវេទនា2មួយណាត្រូវចម្លើយគឺមានវេទនា2ប្រភេទគឺឧបេក្ខាវេទនានិងសោមនស្សវេទនាដូចគ្នាយើងរាប់យកមួយឥឡូវទៅមើលនៅក្នុងតោសមូលចិត្តតោសមូលចិត្ត2ដួងមានវេទនាប៉ុន្មានប្រភេទចម្លើយមាន2គឺមានវេទនា1ប្រភេទមានវេទនា2ប្រភេទមួយណាត្រូវគឺមានវេទនាតែ1ប្រភេទទេតើជាអ្វីជាវេទនាអ្វីតោមនស្សវេទនាវេទនានេះគឺការដឹងរឿងរ៉ាវសោយអារម្មណ៍សុខទុក្ខអីហ្នឹងណាជាងការឆ្ងល់វេទនាហ្នឹងទៀតតោមនស្សវេទនានៅក្នុងមោហមូលចិត្ត2ដួងតើមានប្រភេទនៃវេទនាប៉ុន្មានគឺមានវេទនា2ឬវេទនា1មានប្រភេទវេទនាតែមួយទេគឺឧបេក្ខាវេទនាឥឡូវសួរអញ្ចេះវិញចិត្តដែលមានមិច្ឆាទិដ្ឋិកើតជាមួយតើជាប្រភេទតោសមូលចិត្តមោហមូលចិត្តឬក៏លោភមូលចិត្តដែលមានមិច្ឆាទិដ្ឋិនៅក្នុងហ្នឹងសម្បយុទ្ធជាមួយចម្លើយគឺលោភមូលចិត្តខណៈចិត្តរវើរវាយមិននឹងនៅក្នុងអារម្មណ៍តែមួយ
រវើរវាយនឹកនេះបន្តិចនោះនឹងបន្តិចតើចិត្តនោះជាចិត្តអ្វីជាទោសមូលចិត្តជាមោហមូលចិត្តឬក៏ជាលោភមូលចិត្តជាមោហមូលចិត្តមានឈ្មោះថាម៉េចប្រកបជាមួយអីដួងទីប្រមាណគឺដួងទី2នៃមោហមូលចិត្តដែលមានឈ្មោះថាឧបេក្ខាសហកតាំងឧទ្ធាចសម្បយុត្តតាំងឧទ្ធាចសម្បយុត្តតាំងឧទ្ធាចនឹងរវើរវាយខណៈពេលសង្ស័យមិនដាច់ស្រេចក្នុងខណ្ឌធាតុអាយតនៈសង្ស័យជាតិមុខជាតិក្រោយសង្ស័យរឿងបុណ្យបាបគុណទោសមិនដាច់ស្រេចតើលក្ខណៈនឹងជាចិត្តអ្វីជាកុសលឬអកុសលជាអកុសលជាចិត្តអ្វីជាលោភមូលចិត្តជាទោសមូលចិត្តឬជាមោហមូលចិត្តគឺជាមោហមូលចិត្តតែមានឈ្មោះថាវិជ្ជកិច្ឆាសម្បយុត្តតាំងដួងទី1នៃមោហមូលចិត្តខណៈពេលស្រឡាញ់គ្នាដោយប្រាថ្នាមកជារបស់ខ្លួនជាចិត្តអ្វីជាលោភមូលចិត្តទៅទាស់នឹងអារម្មណ៍ផ្សេងទៅទាស់នឹងនេះនោះមិនសប្បាយចិត្តនឹងនេះនោះជាចិត្តអ្វីជាទោសមូលចិត្តខណៈពេលយំសោកជាចិត្តអ្វីជាទោសមូលចិត្តខណៈពេលខ្លាចភ្ញាក់ខ្លាចខ្មោចខ្លាចអីជាដើមជាចិត្តអ្វីគឺជាទោសមូលចិត្តខណៈពេលស្ដាយអ្វីមួយដែលបាត់បង់ទៅជាចិត្តអ្វីជាទោសមូលចិត្តមិនលោភៈឯណាប៉ុន្តែដោយមិនលោភៈនឹងជាបច្ច័យបើអស់លោភៈក៏អស់ទោសៈនឹងដែរអញ្ចឹងប៉ុណ្្នឹងសិនសារជាថ្មីម្ដងទៀតបើចង់ចេះមែនទែនកុំប្រហែសជាមួយនឹងសំណួរចម្លើយហ្នឹងឧទាហរណ៍ថាសួរស្ដាប់សំណួរចម្លើយលើកទី1ក្នុង20សំណួរឆ្លើយបានតែ1 2ក៏យើងគិតថាគ្រាន់បើលើកទី2បានកើនជាងមុន2 3ក៏គ្រាន់បើលើកទី3បានកើនជាងមុន2 3ទៀតលើកទី4ទី5ទី6ចុងក្រោយឆ្លើយត្រូវទាំងអស់អានឹង perfect មកសង្ឃឹមថាកណ្ដាលញាតិញោមដែលពិតជាចង់ចេះហ្នឹងគឺបដោតមកលើការសួរឆ្លើយនេះហើយនឹងឆ្លើយចេញពីមាត់មកតែមកកុំគិតតែនៅក្នុងខ្ពស់ចេញលឺតាមមាត់មកបើនៅម្នាក់ឯងអញ្ចឹងសូមបញ្ចប់ត្រឹមប៉ុណ្ណេះសូមនមស្ការលានឹងចម្រើនពរលា